បុគ្គលមានលក្ខណៈសម្បត្តិ5ប្រការអាចថែរក្សាអ្នកជំងឺបានដោយល្អនេះគឺជាអត្ថបទមេរៀនថ្មីមួយទៀតដែលបង្ហាញប្រាប់ពីបុគ្គលិកលក្ខណៈសម្បត្តិដែលអាចជ្រើសរើសឬប្រគល់ភរៈទូនាទីជាគិលានុបដ្ឋាយិកាឬអ្នកថែរក្សាអ្នកជំងឺបានដោយល្អដែលចាំបាច់ប្រើប្រាស់នៅក្នុងស្ថាប័នមានក្រសួងសុខាភិបាលជាដើមឬបម្រើកិច្ចការងារនៅក្នុងគេហដ្ឋានរបស់អ្នកមានទ្រព្យធនធានច្រើនអ្នកមានភោគៈសម្បត្តិច្រើនក្នុងការជ្រើសរើសបុគ្គលដើម្បីជួយថែរក្សានៅអ្នកជំងឺក្នុងគ្រាដែលមានជំងឺដំកាត់ខាតឡើងព្រោះវាជាកត្តាចាំបាច់និងជាសត្វស្យនមត្តដែលបុគ្គលក្រៅអំពីនោះមិនអាចធ្វើការងារបែបនេះបានទេអញ្ចឹងលក្ខណៈសម្បត្តិ5ប្រការរបស់បុគ្គលដែលគួរក្នុងការថែរក្សាអ្នកជំងឺបានដោយល្អរួមមាន1ជាបុគ្គលដែលពូកែស្គាល់ថ្នាំចាត់ចែងថ្នាំប្រើប្រាស់ថ្នាំបានដោយល្អ2ជាបុគ្គលស្គាល់ការសប្បាយស្គាល់ការមិនសប្បាយនៃអ្នកជំងឺបានដោយល្អ3ជាបុគ្គលដែលអាចនាំចេញនៅការមិនសប្បាយនៃអ្នកជំងឺហើយអាចញ៉ាំងអ្នកជំងឺឲ្យឈាំមុខទៅរកការសប្បាយរីករាយក្នុងចិត្តបាន4ជាបុគ្គលដែលបម្រើអ្នកជំងឺដោយមេត្តាចិត្តមិនមែនបម្រើអ្នកជំងឺព្រោះហេតុអាមិសនោះទេព្រោះហេតុសក្ការៈនោះទេទាំងមិនខ្ពើមរអើមក្នុងការនាំចេញយកទៅចោលនៅមូតលាមកកំអួតកំហាកស្លេះឬទឹកមាត់នៃអ្នកជំងឺ5ជាបុគ្គលមានភាពប៉ិនប្រសប់ឆ្លៀសវៃក្នុងការប្រើប្រាស់សំនួនវោហារសាសពាក្យសម្ដីល្អដែលអាចញ៉ាំងអ្នកជំងឺឲ្យយល់តាមបានឲ្យអាចហ៊ានបានឲ្យឃ្លាវខ្លាបានឲ្យរីករាយបានលក្ខណៈសម្បត្តិ5ប្រការនេះមានក្នុងបុគ្គលណាបុគ្គលនោះអាចជាគិលានុបដ្ឋាយិកាជាអ្នកបម្រើអ្នកជំងឺបានដោយប្រពៃដែលនាំមកនៅប្រយោជន៍មិនខកបំណងទេមិននាំមកនៅអន្តរាយទេរមែងញ៉ាំងកិច្ចការនោះឲ្យសម្រេចទៅដោយប្រពៃយើងអាចប្រគល់ភរៈទុនទីយើងអាចជ្រើសរើសសម្រេចក្តីបំណងក្នុងសន្តានចិត្តរបស់យើងបានយើងត្រូវតែដឹងនេះគឺជាអ្វីដែលយើងមិនអាចខ្វះបានទេយើងត្រូវស្គាល់យើងត្រូវយល់យើងត្រូវតែប្រកបចំពោះការជ្រើសរើសឬការប្រគល់ភរៈកិច្ចទូនាទីដល់បុគ្គលណាត្រូវតែដឹងអំពីលក្ខណៈសម្បត្តិទាំង5ប្រការនេះទៅនាំមកនៅប្រយោជន៍ពិតនាំមកនៅសេចក្តីចម្រើនពិតនាំមកនៅភាពមនោរម្យពន្ធរីពិតសម្រេចតាមចិត្តបំណងរបស់យើងបានសូមអរព្រគុណនិងសូមអរគុណ